នេះគឺជារបៀបភ្ជាប់ប្រភេទកាមេរ៉ា Ocam Pro ប្រើ SIM ចឹងឲ្យតែ Ocam Pro ប្រភេទណាក៏ដោយគឺការភ្ជាប់វាដូចគ្នានេះខាងយើងឧទាហរណ៍មាន3 ម៉ូតនេះខាងខ្ញុំនឹងជ្រើសរើសមួយម៉ូតដើម្បីធ្វើការភ្ជាប់មុននឹងភ្ជាប់យើងត្រូវបើកស្ទះវាឲ្យស្ទះនេះដើម្បីដាក់ memory និងដាក់ SIM ចូលហើយខាងនេះស្ទះវានៅខាងក្រោមដូចគ្នានេះចំពោះអាកដាលនេះវាស្ទះវានៅលើដូចគ្នាតែគ្រាន់តែវាមួលខ្ចៅអញ្ចឹងវាខុសគ្នាតិចតួចទៅសារអាស្រ័យទៅតាមម៉ូតប្រភេទមួលខ្ចៅហ្នឹងយើងយកទូរវិសទូចដោះវាចេញទៅប្រភេទហ្នឹងជាទូទៅគេដាក់ទូរវិសទូចនៅខាងក្នុងមួយបន្ទាប់ពីដោះហើយយើងយកស្ទះវាចេញមកតែប៉ុណ្ណឹងឯងគឺការដោះស្ទះវាបន្ទាប់មកទៀតគឺការដាក់ SIM ហើយនិង memory ចូលឥឡូវយើងដាក់ memory ចូលសិនចឹងការដាក់ memory មានរបៀបដាក់វាយើងយកអាខាងពោះវានេះបែរមករក board នេះខាងពោះវានេះបែរមករក board វាមកដាក់ចូលហើយយើងយកកញ្ចក់ដៃសកត់វាបន្តិចទៅវាជាប់ហើយចង់ដោះយើងចុចវាទៅវាលោតឡើងយើងដោះចេញបានហើយតែយកមានន័យត្រូវដោះទេយើងដាក់វាឲ្យជាប់នៅហ្នឹងទៅបន្តមកទៀតគឺការដាក់ SIM ចូលហើយខ្ញុំសូមបញ្ជាក់តិច SIM មុននឹងដាក់ចូលយើងត្រូវតែបញ្ចូលលុយឲ្យហើយដូរលុយឲ្យជោគជ័យឲ្យហើយតែមានអ៊ីនធឺណិតហើយចាំដាក់ចូលហើយ SIM ដាក់ចូលកាមេរ៉ា SIM អីក៏បានដែរឲ្យដល់តំបន់យើងដើរ SIM អីល្អដាក់ SIM ហ្នឹងទៅអញ្ចឹង SIM ដាក់ចូលយើងដាក់ខាងឆែបហ្នឹងចូលក្រោមដែរហើយពោះវាបែរទៅរក board នេះខាងឆែបហ្នឹងគឺដាក់ឲ្យបែរទៅខាងក្រោមពោះវាទៅរក board ដាក់ចូលហើយហេយើងយកម្រាមដៃយើងសកត់បន្តិចទៅចុងកញ្ចក់ហ្នឹងសកត់វាឲ្យជាប់តិចទៅឲ្យចូលតិចទៅវាជាប់ហើយក្នុងករណីយើងចង់ដោះចេញវិញគឺចុចវាទៅវាលោតចេញវិញណាតែយើងអត់មានន័យត្រូវដោះដាក់ទៅគឺជាប់ហើយដោតចុចទៅវាជាប់ហើយមិនហ្នឹងជាប់បាត់ហើយដាក់ SIM រួចហើយយើងអាចបិទស្ទះវាវិញបានបាត់តែចិត្តទៅបន្តមកទៀតគឺយើងដំឡើងកម្មវិធីលើទូរស័ព្ទដៃចំពោះទូរស័ព្ទ iOS យើងចូល App Store ទៅ Android យើងទៅ Play Store ដើម្បីដំឡើងកម្មវិធីហើយយើងវាយពាក្យ Ocam Pro Ocam វាលោតឡើងលើនេះលើគេថា Ocam Pro បន្តមកយើង download ចុះមកដំឡើងវាចូលទូរស័ព្ទដៃយើងមករងចាំតិចទៅវា download បានជោគជ័យបន្តមកយើង open យកពី open បើកវា allow វាស្នើសុំអីយើង allow តាមវាទៅallow ទៅហើយយើង agree ទៅយល់ព្រមឲ្យវាទៅតែប៉ុណ្ណឹងគឺ download ហើយដល់ពេលបង្កើតគណនីហើយបើអាបងទួយខាងក្រោមនេះបើសិនជាវាអត់មាន tick យើងត្រូវ tick វាខាងក្រោមនេះបើវាអត់មាន tick ចេះយើងត្រូវ tick វាឲ្យខៀវចឹងមកហើយឈ្មោះប្រទេសលើនេះគឺយើងដូរដែរអានេះ United Kingdom យើងដូរទៅ Cambodia ទៅយើងចុចលើវាទៅវាឲ្យយើងដូរប្រទេសហ្នឹងអស់រក៏បានដែរឬចុចលើអក្សរ C ហ្នឹងក៏បានដែរវាចេញមកហ៎ចុចទៅ Cambodia ហើយបន្តមកទៀតយើង register បង្កើតគណនីពី register អក្សរទូចនេះនៅខាងលើ register now នេះចុចទៅលើវាហើយយើងត្រូវដូរប្រទេសទៀតប្រទេសអត់ត្រូវ United Kingdom អង់គ្លេសអញ្ចឹងដូរដាក់ខ្មែរយ៉ាងមកចុចលើវាទៅហើយចុចអក្សរ C មកវា load Cambodia អស់រក៏បានដែរចុចមកបន្តមកទៀតយើងដាក់ email គឺ email របស់យើងនៅលើទូរស័ព្ទដៃរបស់យើងណា email យើងអីយើងដាក់ហ្នឹងទៅយើងដាក់ឲ្យត្រូវទៅដាក់ email ហើយយើងចុច get verification code ហើយយើងរងចាំតិចវានឹងផ្ញើលេខកូដមកចូល email របស់យើងអានេះគឺវាផ្ញើមកនេះនៅក្នុងករណីវាអត់ឃើញ load ចូលយើងត្រូវចូល Gmail របស់យើងបណ្ឌិតមើលម្ដងទៀតថា email ដែលយើងដាក់ហ្នឹងត្រូវអត់បើត្រូវហើយយើងរកមើលវាមកវាចូលអត់នេះយើងចុចមើលអញ្ចឹងទៅអូខេហើយកូដដែលវាផ្ញើមកគឺយើងដាក់ឲ្យត្រូវវាផ្ញើលេខអីមកយើងវាយលេខហ្នឹងចូលឲ្យត្រូវទៅវាយអត់ត្រូវគឺវាអត់ឲ្យដែរបន្តមកទៀតដាក់ password យើងត្រូវតែដាក់ដែរ
password ដាក់បានយ៉ាងហោច8ខ្ទង់យើងដាក់អីដាក់ទៅខ្ញុំឧទាហរណ៍ថាខ្ញុំដាក់ password យើងដាក់ចេះណាអានេះគឺជាឧទាហរណ៍ password ទេយើងដាក់ password កន្លែងដាក់អីដាក់ទៅឲ្យបានយ៉ាងហោច8ខ្ទង់ឡើងដាក់ខាងលើនិងខាងក្រោមដាក់ដូចគ្នាបន្ទាប់មកយកពាក្យដានអាប៊ូតុង Q នេះចុចលើវាទៅចុចលើវាតែប៉ុណ្ណឹងបង្កើតបានជោគជ័យយកពាក្យ login អាប៊ូតុង Q នៅខាងក្រោមនេះឲ្យវាស្នើសុំអី allow តាមវាណាយល់ព្រមតាមវា allow ទៅអញ្ចឹងការបង្កើតគណនីនៃយើងគឺបានជោគជ័យបន្តមកទៀតគឺយើងដំណាក់កាលក្នុងការចុចភ្ជាប់អូអញ្ចឹងដើម្បីភ្ជាប់កម្មវិធី Ocam Pro ដែលយើងបង្កើត account បង្កើតអីហើយយើងចូលកម្មវិធី Ocam Pro មកអញ្ចឹងយើងចូលលេខបូកខាងលើនេះចុចវាមក Powered on the device. Scan the QR code on the device. បាទតែយើង scan ទៅអា QR code នៅលើកាមេរ៉ាហ្នឹង scan បញ្ជាក់តិចចំពោះកាមេរ៉ាម៉ូដផ្សេងគ្នាគឺលេខកូដវានៅលើតួកាមេរ៉ាហ្នឹងតែតាំងខុសគ្នាតិចតួចទេបន្តមកយើងយកពាក្យ next មក On the power switch of the device. Press ក្រោយយើងលើសលេងមនុស្សនិយាយហើយយើងចុចទៅលើអាប៊ូតុងនេះអាមូលហ្នឹងខាងក្រោមហ្នឹងបន្តមកយកពាក្យ next ទៀតទៅហើយយើងរងចាំតិចទៅឥឡូវយើងចាំមិនស្ទុះដែរណាបន្តមកនេះឈ្មោះទីតាំងកាមេរ៉ាយើងដាក់ឈ្មោះអីដាក់ទៅអាឈ្មោះមានស្រាប់លើវាហ្នឹងយើង select យកក៏បានឬដាក់ឈ្មោះជាខ្មែរក៏បានមួយម៉ាត់ពីរម៉ាត់បានហើយដាក់ច្រើនពេកវាអត់ឲ្យទេដាក់ផ្ទះដាក់ហាងអីចឹងទៅដាក់អីដាក់ទៅតែកុំដាក់វែងពេកវាអត់ឲ្យទេវាអត់ស្គាល់បានមួយម៉ាត់ពីរម៉ាត់ទេក្រោយយកគេ start បន្តមកបញ្ចេញមកអញ្ចឹងយើងយកពាក្យ get start ទៀតវាមាន cloud វិញអីយើងអត់ទិញទេតែយើងយក get start ដល់ខាងក្រោមនេះមកខាងក្រោមនេះពាក្យ get start ណាប៉ុណ្ណឹងគឺការភ្ជាប់របស់យើងបានជោគជ័យកាមេរ៉ារបស់យើងពាក្យផ្ទះណាចុចលើវាទៅគឺបានជោគជ័យហើយជាទូទៅយើងកាមេរ៉ាថ្មីអញ្ចឹងគឺវាឲ្យ format memory ហើយវា load format មកយើងចុចពាក្យ format តាមវាទៅពាក្យ format លើប៊ូតុង Q នេះយើងចុចទៅចំពោះកាមេរ៉ាថ្មីជាទូទៅគឺត្រូវតែ format អញ្ចឹងមុននឹងប្រើប្រាស់ជារឿងធម្មតាអញ្ចឹងតែយើង format រួចក៏ការប្រើប្រាស់របស់យើងដំណើរការពេញលេញហើយយើងរងចាំតិចទៅ format ពេញក្រោយពី format បានជោគជ័យហើយគឺការភ្ជាប់របស់យើងជោគជ័យជាស្ថាពរ